នៅភាគខាងជើងនៃប្រទេសមានភូមិតូចមួយដែលមានឈ្មោះថាភូមិត្រពាំងខ្មៅភូមិនេះស្ងប់ស្ងាត់ពេករហូតធ្វើឲ្យអ្នកធ្វើដំណើរជាច្រើនមានអារម្មណ៍ថាខ្យល់នៅទីនោះហាក់ដូចជាត្រជាក់ជាងកន្លែងផ្សេងពេលថ្ងៃវាគឺជាភូមិធម្មតាក្មេងៗលេងនៅក្រោមដើមស្វាយមនុស្សចាស់អង្គុយផឹកតែកសិករចេញធ្វើចំការប៉ុន្តែនៅពេលថ្ងៃលិចគ្រប់ផ្ទះទាំងអស់បិទទ្វារបង្អួចគ្មានអ្នកណាម្នាក់ហ៊ានចេញទៅខាងក្រៅនោះទេសូម្បីតែសត្វឆ្កែក៏មិនហ៊ានព្រុសដែរឥឡូវនេះបិទភ្លើងពាក់កាសហើយត្រៀមខ្លួនចូលទៅក្នុងសាច់រឿងមួយដែលមានចំណងជើងថាជើងកបរឿងនេះគឺជាស្នាដៃនិពន្ធបែបប្រឌិតដែលបង្កើតឡើងសម្រាប់តែការកម្សាន្តតែប៉ុណ្ណោះតួអង្គទីកន្លែងនិងព្រឹត្តិការណ៍នៅក្នុងរឿងនេះមិនបានសំដៅទៅលើបុគ្គលឬហេតុការណ៍ពិតប្រាកដណាមួយឡើយបុរសម្នាក់ដែលមានឈ្មោះថាវិសាលមានអាយុ28ឆ្នាំគាត់គឺជាអ្នកថតវីដេអូឯកសារគាត់បានធ្វើដំណើរទៅគ្រប់ទីកន្លែងដើម្បីស្វែងរករឿងព្រេងនិងអាថ៌កំបាំងថ្ងៃមួយគាត់បានឮអ្នករត់តាក់ស៊ីម្នាក់បាននិយាយថាបើចង់រករឿងខ្មោចពិតប្រាកដទៅភូមិត្រពាំងខ្មៅទៅវិសាលក៏បានសើចហើយបានសួរថាតើនៅទីនោះមានអីមែនអ្នករត់តាក់ស៊ីក៏បានសម្លឹងមកគាត់ហើយនិយាយពាក្យពីរម៉ាត់តែប៉ុណ្ណោះជើងកបនិយាយចប់បុរសម្នាក់នោះក៏បានបើកឡានចេញទៅភ្លាមៗដូចជាមិនចង់និយាយបន្តទៀតឡើយវិសាលក៏បានទៅដល់ភូមិនោះនៅប្រហែលជាម៉ោង 7:06 ល្ងាចគាត់ក៏បានចូលទៅទិញទឹកមួយដបនៅតូបមួយស្ត្រីវ័យចំណាស់ម្នាក់ដែលលក់ទំនិញបានសួរគាត់ថាអាកូនឯងមកពីណាវិសាលក៏បានឆ្លើយតបថាខ្ញុំមកថតវីដេអូស្ត្រីវ័យចំណាស់នោះក៏បានសួរថាថតរឿងអីវិសាលបានឆ្លើយថារឿងជើងកបភ្លាមនោះកែវទឹកដែលនៅក្នុងដៃរបស់ស្ត្រីវ័យចំណាស់ម្នាក់នោះក៏បានធ្លាក់បែកមនុស្សនៅក្នុងតូបទាំងអស់ស្ងាត់មាត់ហើយក៏គ្មានអ្នកណាម្នាក់និយាយអ្វីទៀតឡើយស្ត្រីវ័យចំណាស់ម្នាក់នោះក៏បាននិយាយថាកុំនិយាយឈ្មោះវានៅពេលថ្ងៃជិតលិចក្រោយមកអ្នកភូមិម្នាក់ដែលមានឈ្មោះថាតាឡុងបានយល់ព្រមនាំវិសាលទៅមើលកន្លែងកើតហេតុពួកគេជិះម៉ូតូឆ្លងកាត់វាលស្រែរហូតដល់ផ្លូវដីក្រហមតូចមួយហើយបុរសម្នាក់នោះបានប្រាប់ថាចាប់ពីត្រង់នេះទៅខ្ញុំមិនទៅទៀតទេហើយតាឡុងក៏បានឈប់ម៉ូតូវិសាលមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយក៏បានសួរទៀតថានៅសល់តែបន្តិចទៀតទេហេតុអីក៏មិនជូនខ្ញុំឲ្យទៅដល់មុខនោះទៅតាឡុងបានក្រោកវាក្បាលហើយនិយាយថាបន្ទាប់ពីថ្ងៃលិចអ្នកណាក៏មិនហ៊ានទៅទីនោះដែរហើយមុនពេលចាក់ចេញតាឡុងក៏បានហឹកខ្សែក្រណាត់ក្រហមមួយទៅឲ្យវិសាលនិងបាននិយាយថាបើឮសំឡេងនរណាម្នាក់ហៅកុំឆ្លើយបើឃើញមនុស្សដើរពីមុខកុំដើរតាមភ្នែករបស់តាឡុងពុះពេញទៅដោយភាពភ័យខ្លាចនៅពេលនោះវិសាលដើរតាមម្នាក់ឯងទៅកាន់តំបន់នោះរំពេចនោះវិសាលបានឃើញស្នាមជើងនៅលើដីភក់តែវាមិនមែនជាស្នាមជើងរបស់មនុស្សនោះទេវាមានតែម្រាមពីរតែប៉ុណ្ណោះវាមានរាងវែងស្ដើងហើយវាបែរទៅខាងក្រោយដូចជាអ្នកដែលដើរនោះបែរមុខមករកខ្ញុំប៉ុន្តែស្នាមជើងនោះបែរទៅទិសដៅផ្ទុយគ្នាវិសាលក៏បានលេបទឹកមាត់ហើយគាត់ក៏បានថតរូបទុកភ្លាមនោះស្នាមជើងមួយទៀតក៏បានលេចឡើងនៅចំពោះមុខគាត់ប៉ុន្តែគ្មានអ្នកដើរប៉ុន្តែស្នាមជើងនោះកំពុងតែលេចឡើងដល់ខ្លួនឯងនៅលើដីភក់ព្រះអាទិត្យក៏ចាប់ផ្ដើមលិចអាប់ក៏ចាប់ផ្ដើមគ្របដណ្ដប់ព្រៃនៅពីចម្ងាយវិសាលបានឮសំឡេងកណ្ដឹងហើយនៅពេលនោះគាត់គិតថាប្រហែលជាសំឡេងកណ្ដឹងរបស់សត្វគោគាត់ក៏បានដើរតាមសំឡេងនោះប៉ុន្តែកាន់តែដើររកសំឡេងនោះកាន់តែឃ្លាតឆ្ងាយរហូតដល់គាត់បានដើរទៅដល់ដើមពោធិ៍ធំមួយនៅក្រោមដើមឈើមានទីសក្ការៈតូចមួយដែលបែកបាក់នៅលើដីមានកណ្ដឹងចាស់មួយប៉ុន្តែគ្មានអ្នកណាគោះវាឡើយប៉ុន្តែវានៅតែបន្លឺសំឡេងហើយនៅពេលនោះស្រាប់តែគាត់បានឮសំឡេងមនុស្សស្រីចេញពីក្នុងព្រៃជួយខ្ញុំផងវិសាលក៏បានបើកពិល
ហើយគាត់បានឃើញស្ត្រីម្នាក់អង្គុយបែរខ្នងសក់វែងក្របដីស្លៀកខោអាវសហើយគាត់ក៏បានសួរថាតើអ្នកមានរឿងអីនាងមិនបានឆ្លើយនោះទេប៉ុន្តែសកម្មភាពរបស់នាងហាក់ដូចជានាងកំពុងតែអង្គុយយំវិសាក៏បានដើរទៅជិតនាងហើយនៅសល់តែ3ជំហានទៅតែប៉ុណ្ណោះគាត់ក៏បាននឹកឃើញពាក្យរបស់តាឡុងបើឃើញមនុស្សដើរពីមុខកុំដើរតាមនៅពេលនោះវិសាក៏បានឈប់ហើយនិយាយខ្លាំងៗថាបើអ្នកជាមនុស្សសូមងាកមកបន្ទាប់មកក្បាលរបស់ស្ត្រីម្នាក់នោះចាប់ផ្ដើមងាកមកយឺតៗប៉ុន្តែរាងកាយរបស់នាងមិនកម្រើកឡើយក្បាលរបស់នាងងាកមក180ដឺក្រេប៉ុន្តែរាងកាយរបស់នាងនៅដដែលមុខរបស់នាងសស្លេកតែទាំងមូលមានសភាពខ្មៅងងឹតមាត់ញញឹមធំហើយនាងបានខ្សឹបថាឯងមកដល់ហើយវិសាក៏បានរត់ពេញមួយទំហឹងនៅពេលនោះខ្យល់បក់ខ្លាំងសំឡេងសើចរបស់ស្ត្រីនោះបានលាន់ឮពីក្រោយគាត់វិសាមិនហ៊ានងាកមើលក្រោយនោះទេតែគាត់បានឮសំឡេងជើងប៉ុន្តែសំឡេងនោះមិនដូចជាសំឡេងជើងរបស់មនុស្សឡើយដូចជាសំឡេងជើងរបស់សត្វធំមួយកំពុងតែលោតវិសារត់រហូតដល់ដួលហើយក៏បានជ្រុះពិលពីក្នុងដៃពន្លឺរបស់ពិលនោះបានបាញ់ទៅលើដើមឈើធំមួយហើយនៅទីនោះគាត់បានឃើញវារាងខ្ពស់ជាង2ម៉ែត្រស្បែកខ្មៅដូចធ្យូងដៃវែងដល់ជង្គង់មុខស្រអាប់មើលមិនច្បាស់ប៉ុន្តែអ្វីដែលធ្វើឲ្យវិសាព្រឺឆ្អឹងខ្នងគឺជើងរបស់វាជើងទាំងពីរបែរទៅខាងក្រោយម្រាមជើងវែងដូចជាក្រញាំវាឈរស្ងៀមមិនកម្រើកប៉ុន្តែភ្នែកទាំងពីររបស់វាក្រហមឆ្អិនឆ្អៅកំពុងតែសម្លឹងមករកគាត់វិសានៅពេលនោះមិនអាចកម្រើកខ្លួនបានឡើយស្រាប់តែសត្វនោះលើកដៃមកជឿតហើយចង្អុលពីក្រោយវិសាគាត់ក៏បានងាកដោយមិនដឹងខ្លួននៅពីក្រោយគាត់មានមនុស្សជាច្រើននាក់ឈរនៅស្ងៀមពួកគេទាំងអស់គ្នាមានជើងបែរទៅខាងក្រោយដូចគ្នាហើយពួកគេញញឹមព្រមគ្នានឹងបាននិយាយថានៅជាមួយនឹងពួកយើងហើយសំឡេងនោះលាន់ពេញព្រៃពន្លឺពិលរបស់វិសាក៏បានរលត់ភ្លាមព្រៃទាំងមូលបានធ្លាក់ចូលទៅក្នុងភាពងងឹតវិសាមិនបានឃើញអ្វីទាំងអស់មានតែសំឡេងដកដង្ហើមខ្លួនឯងនិងសំឡេងសើចស្រាលសំឡេងនោះលាន់ជុំវិញខ្លួនគាត់ដូចជាមានមនុស្សជាច្រើននាក់កំពុងតែឈរព័ទ្ធជុំវិញគាត់ព្យាយាមបើកពិលម្ដងហើយម្ដងទៀតប៉ុន្តែពិលមិនភ្លឺនោះទេហើយវានៅតែគ្មានពន្លឺរំពេចនោះក៏មានដៃត្រជាក់មួយប៉ះស្មារបស់គាត់ពីក្រោយវិសាបានស្រែកយ៉ាងខ្លាំងហើយក៏បានស្ទុះរត់ទៅមុខដោយមិនដឹងទិសដៅគាត់រត់រហូតដល់ឃើញពន្លឺភ្លើងតូចមួយវាគឺជាខ្ទមចាស់ធ្វើពីឫស្សីគាត់ក៏បានគោះទ្វារនិងបានស្រែកថាជួយខ្ញុំផងទ្វារក៏បានបើកយឺតហើយក៏មានបុរសវ័យចំណាស់ម្នាក់នៅឈរពីមុខទ្វារសក់ស្កើវែងពាក់អាវពណ៌ត្នោតចាស់ភ្នែករបស់គាត់មើលទៅស្ងប់ស្ងាត់ប៉ុន្តែពោរពេញទៅដោយការព្រួយបារម្ភហើយក៏បាននិយាយថាចូលមកឲ្យលឿនមកភ្លាមនោះវិសាក៏បានចូលទៅក្នុងខ្ទមបុរសវ័យចំណាស់នោះក៏បានបិទទ្វារហើយក៏បានយកអំបិលបោះជុំវិញមាត់ទ្វារបន្ទាប់មកគាត់ក៏បានយកធូប3សរសៃដើម្បីដុតវិសាសួរថាតើពូកំពុងតែធ្វើអ្វីបុរសវ័យចំណាស់នោះបានដកដង្ហើមធំហើយបាននិយាយថាពួកវាកំពុងតែតាមឯងបុរសវ័យចំណាស់នោះក៏បានណែនាំខ្លួនគាត់ថាយើងមានឈ្មោះថាតាជឿនយើងគឺជាអ្នកថែទីសក្ការៈចាស់មួយនេះនៅក្នុងព្រៃនេះហើយនៅពេលនោះគាត់ក៏បានចាក់ទឹកតែក្តៅមួយកែវទៅឲ្យវិសាហើយបាននិយាយថាឯងបានឃើញជាងកប់ហើយមែនទេវិសាក៏បានងក់ក្បាលយឺតហើយក៏បានតបទៅវិញថាតើវាគឺជាអ្វីតាឈឿនក៏បានស្ងាត់មួយសន្ទុះមុននឹងនិយាយឆ្លើយតបជាមួយនឹងវិសាវិញវាមិនមែនជាខ្មោចធម្មតានោះទេវាគឺជាព្រលឹងដែលវង្វេង
ហើយអ្នកដែលបានឃើញវាកម្រនឹងរស់ដល់ថ្ងៃរះណាស់ហើយតាឈឿនក៏បានរៀបរាប់ទៀតថាកាលពីជាង50ឆ្នាំមុនភូមិត្រពាំងខ្មៅធ្លាប់ជាភូមិដ៏សម្បូរបែបមានអ្នកភូមិជាច្រើនរស់នៅយ៉ាងសុខសាន្តប៉ុន្តែនៅថ្ងៃមួយមានបុរសចម្លែកម្នាក់មកដល់ក្នុងភូមិគាត់បានអះអាងថាអាចធ្វើពិធីនាំទ្រព្យសម្បត្តិនិងអំណាចមកឲ្យអ្នកភូមិមនុស្សជាច្រើនក៏បានជឿជាក់ទៅលើបុរសម្នាក់នោះប៉ុន្តែពិធីនោះទាមទារឲ្យមានការលះបង់ជីវិតមនុស្សអ្នកភូមិមួយចំនួនបានបដិសេធចំណែកឯអ្នកភូមិមួយចំនួនទៀតក៏បានយល់ព្រមនៅយប់ដែលពិធីចាប់ផ្ដើមមានកូររន្ទះបោកយ៉ាងខ្លាំងដីញ័រព្រៃទាំងមូលប្រែទៅជាងងឹតហើយអ្នកដែលបានចូលរួមនៅក្នុងពិធីនោះបានបាត់ខ្លួនទាំងអស់បន្ទាប់ពីថ្ងៃនោះមកអ្នកភូមិចាប់ផ្ដើមឃើញស្នាមជើងចម្លែកហើយនៅពេលដែលគាត់កំពុងតែនិយាយស្រាប់តែមានសម្លេងអ្វីមួយដើរជុំវិញខ្ទមតាឈឿនក៏បានស្ងាត់ភ្លាមគាត់ក៏បានធ្វើម្រាមដៃជាសញ្ញាកុំឲ្យវិសានិយាយវិសាក៏បានមើលតាមប្រហោងជញ្ជាំងឫស្សីទៅខាងក្រៅហើយវិសាបានឃើញស្នាមជើងជាច្រើនលេចឡើងនៅលើភក់ម្ដងមួយប៉ុន្តែគ្មានអ្នកឈរនៅទីនោះឡើយដូចជាមានអ្វីមួយដែលមិនអាចមើលឃើញកំពុងតែដើរជុំវិញខ្ទមរំពេចនោះក៏មានសម្លេងរបស់ស្ត្រីម្នាក់បានហៅឈ្មោះតាឈឿនបើកទ្វារផងវិសាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បានប្រាប់តាឈឿនថាតាមានមនុស្សមករកតាឈឿនក៏បានចាប់ដៃវិសាហើយបាននិយាយថាកុំបើកវាមិនមែនជាមនុស្សទេប៉ុន្តែសម្លេងនោះនៅតែបន្តហើយវាបាននិយាយថាខ្ញុំត្រជាក់ណាស់ជួយខ្ញុំផងបន្ទាប់មកសម្លេងនោះបានប្រែទៅជាស្អកតាឈឿនអ្នកធ្លាប់សន្យាថាមិនទុកខ្ញុំចោលនៅពេលនោះទឹកមុខរបស់តាឈឿនចាប់ផ្ដើមស្លេកគាត់បានបិទភ្នែកហើយនិយាយថានាងនៅតែតាមខ្ញុំក្រោយមកតាឈឿនក៏បានសារភាពថាកាលពីនៅក្មេងគាត់ក៏ធ្លាប់ចូលរួមពិធីនោះដែរប៉ុន្តែគាត់បានរត់គេចហើយមិត្តស្រីរបស់គាត់មិនអាចរត់រួចនាងក៏បានស្លាប់នៅក្នុងពិធីហើយចាប់តាំងពីថ្ងៃនោះមកគាត់បានឮសំឡេងនាងជារៀងរាល់យប់ហើយគាត់បាននិយាយថាតានៅទីនេះដើម្បីប្រមានអ្នកដំណើរកុំឲ្យជួបវាសនាដូចនាងលុះពេលថ្ងៃរះសំឡេងនៅខាងក្រៅក៏បានបាត់ទៅតាឈឿនក៏បានបើកទ្វារយឺតដីភក់នៅមុខខ្ទមពោពេញទៅដោយស្នាមជើងរាប់មិនអស់វិសាក៏បានចុះទៅមើលហើយគាត់សង្កេតឃើញថាស្នាមជើងទាំងអស់បែរទៅក្រោយហើយនៅកណ្ដាលស្នាមជើងទាំងអស់នោះមានរបស់មួយវាគឺជាកាមេរ៉ារបស់គាត់តែគាត់មិនដែលទម្លាក់វានៅទីនោះឡើយពេលវិសាបើកមើលកាមេរ៉ាហើយឆែកមើលវីដេអូចុងក្រោយវិសាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាមេរ៉ានោះបានថតដោយខ្លួនឯងបង្ហាញរូបគាត់កំពុងឈរនៅកណ្ដាលព្រៃខណៈពេលដែលមានជាងកប់ជាច្រើនអ្នកឈរព័ទ្ធជុំវិញគាត់ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺនៅក្នុងវីដេអូនោះវិសាខ្លួនឯងក៏មានជើងបែរទៅខាងក្រោយដែរវិសាក៏បានទម្លាក់កាមេរ៉ាចុះទៅលើដីហើយបាននិយាយថាវាមិនអាចទៅរួចទេតាឈឿនក៏បានមើលទៅវិសាហើយបាននិយាយថាពួកវាស្គាល់ឯងហើយបើមិនរកដើមហេតុឲ្យឃើញមុនជប់ទី3ទេឯងនឹងខ្លាចទៅជាម្នាក់នៅក្នុងចំណោមពួកវាវិសាក៏បានអោនមើលជើងរបស់ខ្លួនឯងដោយមិនប្រព្រឹត្តភ្នែកស្នាមជើងរបស់គាត់ដែលធ្លាប់តែបែរទៅខាងមុខចាប់ផ្ដើមបង្វិលទៅខាងក្រោយបន្តិចម្ដងគាត់លើកជើងឡើងយ៉ាងឆាប់រហ័សប៉ុន្តែនៅពេលដែលគាត់ដាក់ចុះវិញម្ដងទៀតស្នាមជើងនៅលើដីនៅតែបែរទៅក្រោយគាត់ក៏បានសួរតាឈឿនថាតាឈឿនហេតុអ្វីបានជាជើងរបស់ខ្ញុំបែរទៅខាងក្រោយដូច្នេះតាឈឿនក៏បានដកដង្ហើមធំហើយក៏បាននិយាយថាពេលជាងកប់ស្គាល់នរណាម្នាក់ព្រលឹងរបស់អ្នកនោះនឹងចាប់ផ្ដើមដើរតាមផ្លូវរបស់ពួកវាតាឈឿនក៏បាននាំវិសាទៅកាន់ទីសក្ការៈចាស់មួយនៅកណ្ដាលព្រៃជ្រៅអគារឈើតូចនោះរលួយស្ទើរតែដួលរលំនៅមុខទ្វារមានរូបចម្លាក់ថ្មបាក់បែកតែអ្វីដែលចម្លែករូបចម្លាក់ទាំងអស់នោះសុទ្ធតែគ្មានក្បាលវិសាក៏បានសួរថា
ហេតុអ្វីបានជាពួកវាគ្មានក្បាលតាឈឿនឆ្លើយដោយសម្លេងស្ងប់ស្ងាត់ថាព្រោះអ្នកដែលបង្កើតពិធីអបិយជំនឿនេះគ្មានអ្នកណាហ៊ានឆ្លាក់មុខរបស់គាត់ទេគេហៅគាត់ថាអ្នកគ្មានក្បាលនៅក្នុងទីសក្ការៈមានប្រអប់ឈើចាស់មួយខាងក្នុងមានសៀវភៅស្លឹករឹតដែលត្រូវបានរក្សាទុកអស់រយៈពេលជាច្រើនទសវត្សរ៍វិសាក៏បានបើកអានអក្សរដំបូងបានសរសេរថាឆ្នាំ1969បើអ្នកអានកំណត់ហេតុនេះមានន័យថាពួកវាត្រឡប់មកវិញហើយសៀវភៅស្លឹករឹតនោះបានរៀបរាប់ថាកាលពីអតីតកាលមានគ្រូអបិយជំនឿម្នាក់បានធ្វើពិធីហាមឃាត់ដើម្បីបដូរជីវិតរបស់ខ្លួនជាមួយនឹងអ្នកដទៃប៉ុន្តែពិធីនោះបានបរាជ័យរាងកាយរបស់គាត់ក៏ត្រូវបានបំផ្លាញក្បាលរបស់គាត់ក៏បានបាត់តែព្រលឹងរបស់គាត់មិនបានស្លាប់នោះទេគាត់បានប្រើវិញ្ញាណមនុស្សដែលស្លាប់នៅក្នុងពិធីបង្កើតវាជាក្រុមជើងកបនៅបាតប្រអប់មានរូបថតសខ្មៅមួយវិសាក៏បានយកវាមកមើលគាត់ស្ទើរតែទម្លាក់វាចោលភ្លាមដោយសារតែនៅក្នុងរូបថតនោះមានមនុស្សប្រហែលជា20នាក់ឈរជាជួរពួកគេទាំងអស់គ្នាមានជើងបែរទៅខាងក្រោយហើយនៅជួរចុងក្រោយមានបុរសម្នាក់ដែលគ្មានក្បាលតែអ្វីដែលធ្វើឲ្យវិសាតក់ស្លុតជាងគេនោះគឺនៅជួរខាងមុខគឺមានមុខរបស់វិសាលស្លៀកខោអាវដូចជាអ្វីដែលគាត់កំពុងតែស្លៀកហើយបានញញឹមសម្លឹងមកកាមេរ៉ាវិសាលបាននិយាយថាមិនអាចទៅរួចទេខ្ញុំមិនដែលមកទីនេះពីមុនឡើយតែឈឺនៅពេលនោះក៏មានទឹកមុខស្លេកស្លាំងផងដែរចាប់តាំងពីថ្ងៃនោះមកភាពភ័យខ្លាចមិនបានកើតឡើងនៅពេលយប់ទៀតឡើយពេលថ្ងៃត្រង់វិសាក៏បានឮសំឡេងជើងដើរតាមក្រោយវិសាបានងាកមើលប៉ុន្តែគ្មានអ្នកណាម្នាក់ប៉ុន្តែស្នាមជើងថ្មីកំពុងតែលេចឡើងនៅលើដីនៅពេលដែលវិសារត់ស្នាមជើងទាំងអស់នោះក៏បានរត់តាមពេលវិសាហើយនឹងតែឈានត្រឡប់ទៅភូមិវិញអ្នកភូមិទាំងមូលកំពុងតែមានការភ្ញាក់ផ្អើលក្មេងប្រុសអាយុ12ឆ្នាំម្នាក់បានបាត់ខ្លួននៅមាត់ស្រះគេរកឃើញតែស្បែកជើងមួយគូនិងស្នាមជើងកប់ជាច្រើននាំចូលទៅក្នុងព្រៃម្ដាយរបស់ក្មេងនោះយំសោកយ៉ាងខ្លាំងនិងបាននិយាយថាជួយកូនខ្ញុំផងប៉ុន្តែគ្មានអ្នកភូមិណាម្នាក់ហ៊ានចូលទៅក្នុងព្រៃនោះទេពួកគេដឹងថាអ្នកដែលត្រូវជើងកប់នាំទៅកម្រនឹងត្រឡប់មកវិញណាស់រហូតដល់ពេលយប់សំឡេងកណ្ដឹងមិនមែនបន្លឺឡើងតែមួយនោះទេវាគឺជាសំឡេងកណ្ដឹងជាច្រើនលាន់ឮពេញព្រៃតាឈឿនបាននិយាយដោយសំឡេងញ័រថាពួកវាកំពុងតែប្រមូលគ្នាភ្លាមនោះក៏មានសំឡេងស្រែកពីចុងភូមិអ្នកភូមិជាច្រើនរត់ចេញពីផ្ទះនៅកណ្ដាលផ្លូវមានរូបរាងមួយខ្ពស់ខ្មៅឈរនៅកណ្ដាលផ្លូវវាគ្មានក្បាលនៅនឹងករបស់វានោះទេមានតែផ្សែងខ្មៅហុយចេញមិនឈប់ដៃរបស់វាកាន់កណ្ដឹងចាស់មួយរាល់ពេលដែលវាគោះស្នាមជើងកប់ថ្មីបានលេចឡើងនៅលើដីអ្នកភូមិនាំគ្នារត់ទាំងភ័យស្លន់ស្លោប៉ុន្តែភ្លាមនោះស្រមោលខ្មៅជាច្រើនបានលេចចេញពីភាពងងឹតពេលអ្នកភូមិផ្សេងទៀតរត់ទៅជួយម្នាក់នោះក៏បានបាត់ខ្លួននៅសល់តែសម្លៀកបំពាក់និងស្នាមជើងបែរទៅខាងក្រោយតាឈឿនក៏បានជោគដៃចាប់ស្មាវិសាលហើយបាននិយាយថាស្ដាប់ខ្ញុំឲ្យច្បាស់អ្នកគ្មានក្បាលមិនចង់សម្លាប់អ្នកទេវាចង់បានអ្នកព្រោះអ្នកមានអ្វីមួយដែលវាបាត់បង់វិសាលក៏បានសួរថាតាចង់មានន័យថាម៉េចតាឈឿនក៏បានមើលរូបថតចាស់នៅក្នុងដៃវិសាលហើយក៏បាននិយាយថាឯងមិនមែនមកទីនេះដោយចៃដន្យនោះទេប្រហែលជាឯងមានទំនាក់ទំនងជាមួយនឹងពិធីនោះតាំងពីមុនឯងកើតមកម្ល៉េះភ្លាមនោះស្រាប់តែមានខ្យល់បក់ខ្លាំងរូបថតចាស់មួយនោះក៏បានហោះចេញពីដៃរបស់វិសាលវាបានទៅជាប់ជាមួយនឹងដើមឈើធំមួយនៅក្រោមរូបថតមានអក្សរថ្មីលេចឡើងដោយខ្លួនឯងដែលបានសរសេរថាជប់ស្អែកពេលព្រះច័ន្ទពេញវងឯងនឹងក្លាយទៅជាអ្នកដឹកនាំជើងកប់ថ្មីរាត្រីចុងក្រោយក៏បានមកដល់ព្រះច័ន្ទរះពេញវងនៅលើមេឃបញ្ចេញពន្លឺស្លេកស្លាំងនៅលើព្រៃទាំងមូល
ខ្យល់ត្រជាក់បក់ឆ្លងកាត់ដើមឈើធំៗបង្កើតជាសំឡេងដូចជាមនុស្សកំពុងតែខ្សឹបខ្សៀវគ្នាវិសាលឈរនៅមុខខ្ទមរបស់តាឈឿនគាត់មានអារម្មណ៍ថារាងកាយរបស់គាត់ហាក់ធ្ងន់ជាងធម្មតាពេលវិសាលអោនមើលជើងរបស់គាត់ព្រាមជើងរបស់គាត់ចាប់ផ្ដើមបត់ទៅខាងក្រោយបន្តិចម្ដងវាមិនឈឺនោះទេប៉ុន្តែវាគួរឲ្យខ្លាចតាឈឿនក៏បានយកខ្សែអំបោះពណ៌ក្រហមមួយចងជុំវិញជើងរបស់វិសាលហើយបាននិយាយថាវាមិនអាចទប់ពួកវាបានយូរទេប៉ុន្តែវាអាចបញ្ជាពេលបានបន្តិចតាឈឿនក៏បាននាំវិសាលទៅកន្លែងដែលអ្នកភូមិមិនហ៊ានទៅជាង50ឆ្នាំមកហើយផ្លូវនោះមានសភាពតូចចង្អៀតដើមឈើធំបិទបាំងពន្លឺព្រះច័ន្ទហើយមានអ័ព្ទជាច្រើនស្ទើរតែមិនអាចមើលឃើញផ្លូវរាល់10ជំហានម្ដងមានភ្នូរចាស់មួយភ្នូរទាំងអស់នោះគ្មានឈ្មោះគ្មានឆ្នាំកំណើតគ្មានឆ្នាំស្លាប់មានតែរូបចម្លាក់ជើងដែលបែរទៅខាងក្រោយពិសាក៏បានសួរតាឈឿនទាំងសំឡេងញាប់ញ័រថាអ្នកណាកប់នៅទីនេះតាឈឿនក៏បានឆ្លើយវាមិនមែនជាសាកសពនោះទេវាគឺជាព្រលឹងដែលមិនអាចទៅណាបានពួកគេក៏បានដើរទៅដល់ដើមពោធិ៍យក្សមួយនៅក្រោមដើមឈើរាងខ្មៅដ៏ធំមួយកំពុងតែឈរនៅទីនោះវាគ្មានក្បាលនោះទេប៉ុន្តែមានផ្សែងខ្មៅហុយឡើងជាបន្តបន្ទាប់នៅក្នុងដៃរបស់វាកាន់កណ្ដឹងដែលមានស្នាមឈាមស្ងួតនៅពេលដែលវាគោះកណ្ដឹងនោះម្ដងដីទាំងមួយចាប់ផ្ដើមញ័រពីក្រោមដីមានដៃស្លេកជាច្រើនលូកចេញមកបន្ទាប់មកជើងកបប្រប្រយនាក់បានងើបឡើងយឺតភ្នែករបស់ពួកវាខ្មៅទាំងស្រុងមាត់របស់ពួកវាញញឹមរហូតទៅដល់ចិត្តគុំត្រចៀកពួកវាឈរស្ងៀមហើយបន្ទាប់មកងាកមើលវិសាលព្រមគ្នារូបរាងដែលគ្មានក្បាលនោះក៏បានលើកដៃឡើងហើយភ្លាមនោះរូបភាពចាស់ក៏បានលេចឡើងជុំវិញវិសាលបានឃើញអតីតកាលពី50ឆ្នាំមុនจิตតារបស់គាត់គឺជាមនុស្សម្នាក់នៅក្នុងចំណោមដែលធ្វើពិធីអបិយជំនឿនោះប៉ុន្តែจิตតារបស់គាត់បានក្បត់អ្នកគ្មានក្បាលគាត់បានចូលលួចវត្ថុស័ក្តិសិទ្ធិមួយហើយក៏បានរត់គេចខ្លួនមុនពេលគាត់ស្លាប់គាត់បានលាក់វត្ថុនោះហើយក្រោយមកមនុស្សដែលគ្មានក្បាលនោះបាននិយាយដោយសំឡេងស្អកថាឈាមរបស់អ្នកនឹងសងបំណុលជំនួសគាត់វិសាលបានឆ្លើយទៅវិញថាខ្ញុំមិនបានធ្វើអ្វីខុសនោះទេអ្នកគ្មានក្បាលនោះចាប់ផ្ដើមដើរមករកវិសាលមួយជំហានដីដែលស្ងួតហួតហែងប្រែទៅជាភក់ខ្មៅតាឈឿនក៏បានដកកំបិតបុរាណមួយចេញពីអាវរបស់គាត់ក៏បានសម្លឹងមើលមុខវិសាលហើយនិយាយថាខ្ញុំរងចាំថ្ងៃនេះអស់40ឆ្នាំមកហើយបើអ្នកគ្មានក្បាលមិនត្រូវបំផ្លាញជើងកប់នៅតែមានរហូតមុននឹងវិសាលឆ្លើយតបតាឈឿនក៏បានរត់សម្ដៅទៅរកអ្នកគ្មានក្បាលម្នាក់នោះគាត់បានចាក់កំបិតចូលទៅក្នុងទ្រូងរបស់វាហើយនៅពេលនោះពន្លឺពណ៌សក៏បានផ្ទុះឡើងអ្នកគ្មានក្បាលម្នាក់នោះក៏បានស្រែកយ៉ាងខ្លាំងសំឡេងនោះបានធ្វើឲ្យព្រៃទាំងមូលញ័រតែរាងរបស់វាមិនរលាយឡើយផ្ទុយទៅវិញដៃខ្មៅរបស់វាបានចាក់ទ្រូងតាឈឿនក៏បានដួលគាត់បានញញឹមហើយនិយាយចុងក្រោយថាកុំឲ្យវាយកចិត្តរបស់ឯងបានពេលនិយាយចប់តាឈឿនក៏បានបិទភ្នែកជារៀងរហូតវិសាលក៏បានស្ទុះទៅចាប់កំបិតហើយនៅពេលដែលវិសាលកាន់វាវិសាលក៏បានលើសំឡេងចិត្តារបស់គាត់ដែលបាននិយាយថាកុំសងសឹកបញ្ចប់វាទៅវិសាលក៏បានមើលអ្នកគ្មានក្បាលហើយវិសាលក៏មិនបានចាក់កំបិតទៀតឡើយគាត់ក៏បានបោះកំបិតនោះចោលបន្ទាប់មកគាត់ក៏បានយកកណ្ដឹងចេញពីដៃអ្នកដែលគ្មានក្បាលហើយក្រវាត់វាចោលបែកខ្ទេចនៅលើដីកណ្ដឹងនោះបានបែកជាចំណែកហើយភ្លាមនោះសំឡេងស្រែករាប់រយលានសំឡេងលាន់ឮពេញព្រៃមនុស្សជាងតបទាំងអស់ចាប់ផ្ដើមរលាយទៅជាផ្សែងអ្នកគ្មានក្បាលក៏បានលុតចង្កូងចុះផ្សែងខ្មៅជុំវិញខ្លួនវាប្រែទៅជាពណ៌សហើយនៅក្នុងពន្លឺនោះមានមុខរបស់បុរសវ័យចំណាស់ម្នាក់លេចឡើងទឹកភ្នែកហូរចុះពីភ្នែករបស់គាត់
ហើយក៏បាននិយាយថាទីបំផុតខ្ញុំបានរួចហើយក្រោយមកក៏មានពន្លឺភ្លឺឡើងយ៉ាងខ្លាំងបន្ទាប់មកអ្វីក៏បានស្ងប់ស្ងាត់ទៅវិញមួយឆ្នាំក៏បានកន្លងផុតទៅភូមិត្រពាំងខ្មៅត្រឡប់ទៅជាភូមិស្ងប់ស្ងាត់ដូចដើមអ្នកភូមិលែងឮសំឡេងកណ្ដឹងគ្មានអ្នកបាត់ខ្លួនទៀតទេផ្លូវកប់ខ្មោចត្រូវបានគ្របដណ្ដប់ទៅដោយស្មៅដូចជាគ្មានរឿងអ្វីធ្លាប់កាត់ឡើងវិសាក៏បានផលិតភាពយន្តឯកសារមួយតែគាត់លុបវាចោលទាំងអស់គ្មានអ្នកណាជឿរឿងនេះឡើយហើយគាត់ក៏មិនចង់ឲ្យអ្នកណាត្រឡប់ទៅទីនោះទៀតដែរប៉ុន្តែយប់មួយវិសាកំពុងតែរៀបចំអីវ៉ាន់នៅផ្ទះគាត់ក៏បានបើកកាមេរ៉ាចាស់របស់គាត់ហើយនៅទីនោះមាន memory មួយដែលគាត់មិនធ្លាប់ឃើញពីមុនមកគាត់ក៏បានយកវាដាក់ចូលទៅក្នុងកុំព្យូទ័រហើយនៅក្នុងនោះមានវីដេអូឯកសារមួយដែលមានឈ្មោះថា Final Night គាត់ក៏បានចុចបើកមើលហើយនៅក្នុងវីដេអូនោះបង្ហាញអំពីព្រៃបន្ទាប់មកវាបានបង្ហាញសកម្មភាពរបស់វិសាលកំពុងដើរចេញពីព្រៃតែកាមេរ៉ាថតបានតែពីខាងក្រោយតែប៉ុណ្ណោះហើយនៅពេលដែលវិសាលដើរចេញផុតពីស៊ុំកាមេរ៉ាវីដេអូនោះបានបង្ហាញយ៉ាងច្បាស់ថាជើងរបស់វិសាលនៅតែបែរទៅខាងក្រោយនៅពេលនោះនៅក្នុងវីដេអូក៏មានសំឡេងស្អប់មួយបាននិយាយថាពួកយើងមិនដែលចាក់ចេញទេភ្លាមនោះអេក្រង់កុំព្យូទ័ររបស់វិសាលក៏បានរលត់នៅក្នុងកញ្ចក់អេក្រង់ខ្មៅនោះវិសាលបានឃើញស្រមោលរបស់មនុស្សម្នាក់ឈរនៅពីក្រោយក្នុងគាត់រាងខ្ពស់គ្មានក្បាលហើយដៃកាន់កណ្ដឹងចាស់មួយសារដាស់តឿននៃរឿងនេះបានបញ្ជាក់ថាកំហុសនិងអំពើអាក្រក់ពីអតីតកាលអាចបន្សល់ទុកផលវិបាកដល់មនុស្សជំនាន់ក្រោយការប្រឈមមុខជាមួយនឹងការពិតនិងការបញ្ចប់ការសងសឹកមានតម្លៃជាងការបន្តអំពើហិង្សាចុះសម្រាប់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាយល់ឃើញដូចម្តេចដែរសូមជួយបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នានៅក្នុង comment ឲ្យខ្ញុំបានដឹងផងបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ